មានមួយស៊ីតាខាងស្រីបាយជាមួយនឹង Brilliant Ruby DC យកបាត់ជាមួយនឹង Secret តែមាននៅ Play Mid Lane នឹងមកទាន់នៅទេនៅ Respawn លើគេគឺ10វិនាទីជាមួយនឹងវត្តមានរបស់ Detective តើ Detective នឹង Respawn ទាន់ដែរទេខណៈពេលវត្តមានរបស់មានបន្តបុកមកដូចគ្នាផងដែរគាត់នេះផ្លោះវាយBack to back champion Golden Flash បុតជាក្រុមទី1នៅក្នុងការប្រកួតហើយជួយពីរកការជោគជ័យនៅក្នុងការប្រកួត MPL ពេកនៅការទី1របស់យើងនៅក្នុង season ថ្មីនេះគឺបានជាមួយនឹងក្រុម Back to back champion The power all over bracket តាមវាយតាំងពីក្រោមរហូតឡើងមកដល់លើដំណើរបានយក champion នៅក្នុងរដូវកាលទី4ម្ដងទៀត Wow សូមជម្រាបហើយបានលេខ Flash មួយមកចាឥឡូវនេះយើងបានមកឃើញជាមួយនឹងម្ចាស់ពានរង្វាន់ MPL របស់យើង Back to back champion ជាមួយនឹង បានលេខ Flash ចាអញ្ចឹងឥឡូវនេះយើងបានឃើញជាមួយនឹងម្ចាស់ពានរង្វាន់ជាមួយនឹង MPL Season 4 របស់យើងពីអ្នកទាំងនេះជាមួយនឹង Back to back champion គឺ បានលេខ Flash ប៉ុន្តែនិយាយបានថាហ្គេមជាមួយនឹង CFU គឺ CFU ធ្វើបានល្អច្រើនខ្លាំងមែនទែនតែក៏ចូលរួមសោកស្ដាយជាមួយនឹងលទ្ធផលរបស់គាត់ដូចគ្នាអញ្ចឹងឥឡូវនេះ player នឹងធ្វើការចាប់ដៃដើម្បីរក្សាជាមួយនឹងមិត្តភាពរបស់យើងអញ្ចឹងណាសុំសម្លេងហោឲ្យ CFU មួយមកទោះបីក៏ដោយក៏នៅតែស្រឡាញ់ CFU ដែរត្រូវអត់ស្រឡាញ់ខ្លាំងអត់ Yes that's called real fan ចាចាឥឡូវខ្ញុំមក1 13 here 1 2 3អបអសាទរក្រុមបានអេកឡាយចាបន្ទាប់ពី season 3អ្នកនរគ្នារហូតមកដល់ season 4បានអេកឡាយធ្វើការបានល្អខ្លាំងមែនតើចាអញ្ចឹងឥឡូវនេះយើងបានឃើញជាមួយនឹងម្ចាស់ពានរង្វាន់របស់យើងដូចគ្នាអបអសាទរសូមសម្លេងឲ្យបានមួយមក CFU ចាអូខេអញ្ចឹងឥឡូវសូម player អាចមកឈរជាមួយនឹងជាន់ទី2ខាងលើនេះបាន